ហើយយើងមកដល់កន្លែងនេះអ្នកគ្នាចុចពាក្យ insert យើង select លើនេះមកយើងចុចពាក្យ insert ហើយយើងយកពាក្យ table អ្នកគ្នាយកប្រមាណក៏បានដែរគឺតាមជាក់ស្ដែងអ្នកគ្នាត្រូវការសម្រាប់ខ្ញុំយក5គុណនឹង5គុណ6អញ្ចឹងអូខេ5គុណ6ប៉ុណ្ណឹងកន្លែងនេះយើងដាក់លេខរៀងហើយកន្លែងនេះយើងដាក់លេខ1លេខហើយយើងសរសេរសិនមកលេខរៀងលេខរៀងអូខេកន្លែងនេះយើងដាក់ឈ្មោះតំណែងកន្លែងនេះយើងចំនួនយើងសរសេរទៅមកដាក់តម្លៃរាយហើយកន្លែងនេះដាក់តម្លៃសរុបអូខេបានប៉ុណ្ណឹងអ្នកនរគ្នាអាច add column add នេះបានយើង add ប្រអប់យើងបានអូខេអញ្ចឹងអ្នកនរគ្នាចូល insert ទៅដែរអ្នកនរគ្នា select mouse ស្នាមអ្នកនរគ្នាចុចពី insert ហើយអ្នកនរគ្នាឃើញពី insert row below អញ្ចឹងអានេះបានន័យថាយើងដាក់បន្ទាត់ខាងក្រោមយើងអាច add មួយបន្ទាត់ទៀតបានអញ្ចឹងយើង add មួយបន្ទាត់ទៀតមកយើងចុចពី insert ទៅដែរហើយយើងចុច add below ទៅដែរអូខេប៉ុណ្ណឹងហើយកន្លែងនេះយើងដាក់លេខមកយើង select ពីលើណាដោយសារតែcomputer វាតាក់អញ្ចឹងអូខេអ្នកនរគ្នាចូលពាក្យ home ហើយអ្នកនរគ្នាឃើញកន្លែងនេះអ្នកនរគ្នាចុចពីលើមកយើងដាក់ពីលេខ1ដល់កំពុងដែលយើងបានគូអញ្ចឹងសម្រាប់ខ្ញុំកន្លែងនេះខ្ញុំអត់ដាក់ទេខ្ញុំលុបចោលហើយខ្ញុំមើលវាចោលយើងចុចមកស្នាមយើងចុចពាក្យ merge cell អូខេវានឹងបញ្ចូលគ្នាប៉ុណ្ណឹងហើយកន្លែងពីលើនេះខ្ញុំយកមកស្នាមខ្ញុំដាក់ color ខ្ញុំយកពណ៌នេះចុះអូខេហើយកន្លែងនេះខ្ញុំយកពណ៌សហើយកន្លែងដែលយើងយកទាំងអស់មកទៅយើងយកទាំងនេះបើមកយើងវាបាក់ប្រើវាទាញពេកឥឡូវយើង select ទាំងអស់មកហើយយើងយកដូចគ្នានឹងលើដែរតែយើងលាយពណ៌មកយើងចង់បានពណ៌អីយើងដាក់ពណ៌នឹងមកសម្រាប់ខ្ញុំដាក់ពណ៌នេះហើយយើង select អស់មកដោយសារតែវារៀបគៀកគ្នាចឹងអ្នកនរគ្នាដកឃ្លៀបបានចឹងអ្នកនរគ្នាចុចកន្លែងនេះអ្នកនរគ្នាដក 1.5 អូខេប៉ុណ្នេះគឺស្អាត 1.5 គឺវាសមល្មមហើយកន្លែងនេះបើយើងនេះយើងអាចទាញមកក្រោមបានតិចយើងយកទៅប៉ុណ្ណេះមកយើងទុក space ទៅពេលយើង print អូខេអញ្ចឹងអ្នកនរគ្នាវាយមកកន្លែងនេះយើងដាក់អ្នកទិញយើងដាក់អ្នកទិញអូខេអញ្ចឹងអ្នកទិញហើយយើងពុំមួយមកយើងទៅសេពាក្យថា buyer ដូច buyer យើងដកឃ្លាតិចមកយើងសេពាក្យថា buyer អូខេហើយយើងដកឃ្លាមកមុខមកយើងទៅសេពាក្យថាអ្នកលក់អូខេការងារយើងគឺមានតែប៉ុណ្្នឹងទេគឺមានន័យច្រើនទេតែប៉ុណ្្នឹងគឺរួចរាល់អ្នកលក់ហើយយើងដូចគ្នាដកឃ្លាមួយយើងសេ the seller អូខេប៉ុណ្ណឹងហើយយើងអាចស្រែកបានយើងដាក់ select វាមកហើយយើងយក insert យើងយកមកខាងចឹងមកអូខេប៉ុណ្ណឹងហើយកន្លែងនេះយើងសរសេរចំនួនសរុបគឺទៅតាមចំនួន